ជំរាបសួរបងប្អូនទាំងអស់គ្នាផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើរាងកាយរបស់យើងបន្ទាប់ពីស្ដាប់ពីគ្រូពេទ្យទៅហើយខ្ញុំចូលទៅអានចំណេះដឹងបន្ថែមខ្ញុំទទួលបានព័ត៌មានបន្ថែមថាការដែលយើងទទួលទានគ្រឿងស្រវឹងប្រចាំបណ្ដាលឲ្យរាងកាយរបស់យើងទទួលផលប៉ះពាល់ដូចជាសរសៃឈាមរបស់យើងគឺធ្វើឲ្យមានជាតិខ្លាញ់ច្រើនជាងមុននៅក្នុងសរសៃឈាមរបស់យើងអញ្ចឹងមានន័យថាធ្វើឲ្យមានជាតិខ្លាញ់កើនឡើងដោយភាសាបច្ចេកទេសហៅថា triglycerid នេះគឺជាជាតិខ្លាញ់ដែលបណ្ដាលមកពីការដែលយើងទទួលទានគ្រឿងស្រវឹងប្រចាំហើយក្រៅពីសរសៃឈាមវិញម្ដងគឺថ្លើមរបស់យើងរងផលប៉ះទង្គិចគឺធ្វើឲ្យថ្លើមរបស់យើងនឹងគឺមានខ្លាញ់រុំថ្លើមចឹងបន្ទាប់មកគឺធ្វើឲ្យមានការរលាកហើយចុងក្រោយធ្វើឲ្យយើងមានការក្រិនថ្លើមចឹងសរុបមកគឺផលប៉ះពាល់នៃគ្រឿងស្រវឹងទ្រុសដែលខ្ញុំបានដឹងណាគឺមិនមានតែប៉ុណ្្នឹងឯតាមពិតនៅមានប៉ះពាល់ដល់តម្រងនោមយើងទៀតអញ្ចឹងណាប៉ុន្តែខ្ញុំលើកឡើងមកទ្រុសនៅអ្វីដែលខ្ញុំបានដឹងនៅអ្វីដែលខ្ញុំចូលទៅអានហ្នឹងគឺធ្វើឲ្យមានជាតិខ្លាញ់ច្រើននៅក្នុងសរសៃឈាមរបស់យើងដែលភាសាបច្ចេកទេសហៅថាជាតិខ្លាញ់ពី triglycerid ហើយប៉ះពាល់ដល់ថ្លើមរបស់យើងជាទូទៅគឺយើងតែងតែឮមកហើយថាកាលណាយើងទទួលទានគ្រឿងស្រវឹងប្រចាំគឺវាបំផ្លាញថ្លើមរបស់យើងអញ្ចឹងធ្វើឲ្យមានជាតិខ្លាញ់រុំថ្លើមធ្វើឲ្យរលាកនិងក្រិនថ្លើមហើយបើតាមច្បាប់នៃព្រះពុទ្ធសាសនាទៅគឺយើងខុសទៅនឹងសិលទី5ដែលយើងទទួលទានគ្រឿងស្រវឹងនិយាយទៅគឺវាមានតែចំណុចអវិជ្ជមានចំណុចមិនល្អទាំងផ្លូវកាយនិងផ្លូវចិត្តរបស់យើងអរគុណសម្រាប់ការទស្សនាជម្រាបលា